រឿងសិស្សគំរូសុធាជាសិស្សគំរូម្នាក់នៅក្នុងសាលារៀនសុធារៀនបូកែហើយតែងជាប់ចំណាត់ថ្នាក់ល្អជារៀងរាល់ខែក្រៅពីការរៀនសូត្រសុធាគោរពវិន័យសាលាយ៉ាងខ្ជាប់ខ្ជួនសុធាតែងស្ដាប់ការទូន្មានព្រានប្រដៅរបស់អ្នកគ្រូលោកគ្រូនិងចេះគោរពចាស់ទុំទាំងនៅក្នុងសាលារៀនក៏ដូចជានៅតាមទីសាធារណៈដែរដោយសារមានចរិយាមារយាទល្អទើបគេជ្រើសរើសសុធាជាសិស្សឆ្នើមប្រចាំសាលានិងជាប្រធានក្រុមប្រឹក្សាកុមារប្រចាំសាលារៀនទៀតផងនាយកលោកគ្រូអ្នកគ្រូនិងមិត្តភ័ក្តិទាំងអស់ស្រឡាញ់រាប់អានសុធាគ្រប់គ្នា